កណាទៀនដោយសេចក្តីជ្រះថ្លានៅក្នុងវេលាឱកាសពេលនេះផងដែរខ្ញុំប្រកាសអាត្មាភាពព្រះអង្គសេងដាបច្ចាតិកាវត្រាខេត្តកំពង់ឆ្នាំងប៉ុណ្ណាសូមណាលើនិទានអំពីរឿងព្រះបាទមន្ធាតោដើម្បីចែកប្រកេនជូនញាតិញោមពុទ្ធបរិស័ទបានព្រះសន្តាប់និងស្ដាប់ដោយតទៅនេះសូមអនុមោទនាអ្នកមោរិកេរិយាអ្នកមាសិកាថ្វាយបង្គំមេនេះខ្ញុំប្រកាសណាអធិចូលមានភគវតោរីព្រះដ៏មានប្រភិអរហតោព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធទ្រង់ត្រាស់ដងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឯងតសៈអង្គនោះដោយសេចក្តីគោរពកោតក្រែងស្កប់ស្ងាញ់ទៅយ៉ាងក្រៃលែងសូមនមស្ការចំពោះប្រធរមាន 84,000 បឋមខណ្ឌដែលព្រះដ៏មានប្រភិសក្យមនីជាម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងទុកនៅក្នុងលោកកាសន្និវិសយើងនេះដោយសេចក្តីគោរពកោតក្រែងសូមថ្វាយបង្គំចំពោះព្រះសង្ឃមានសមត្ថិសង្ឃនិងអរិយសង្ឃដែលជាសង្ឃសាវករបស់ព្រះមនីនៃយើងដោយសេចក្តីគោរពកោតក្រែងដោយយ៉ាងក្រៃលែងសូមក្រាបថ្វាយបង្គំចំពោះបកណាម្ចាស់គឺព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទស្រីប្រុសក្នុងនិងក្រៅប្រទេសជាទីស្រឡាញ់រាប់អាននៅក្នុងវេលាឱកាសពេលនេះខ្ញុំបកណាអាត្មាភាពក៏សូមដើម្បីលើកជាធម្មិកថាតកតូនជាមួយនឹងព្រះបាទមន្ធាតោបាទណាព្រះបាទមន្ធាតោនេះនៅក្នុងព្រះពុទ្ធសាសនាព្រះអង្គបានប្រកាសសម្ដែងអំពីសេចក្តីប្រាថ្នារបស់សត្វលោកអត់មានទីបំផុតប៉ុណ្ណាអត់មានទីបំផុតទេសេចក្តីចង់បានណាមានពាក្យមួយលោកលើកថាកាលពីក្រគិតថាបើមានបាយហូប3ពេលគ្រប់គ្រាន់ក៏សប្បាយចិត្តបន្ទាប់អំពីមានបាយ3ពេលគ្រប់គ្រាន់ហើយគិតថាឃើញគេជិះកង់ចង់មានកង់គេចឹងទៅណាដល់ទៅពេលមានកង់ហើយចង់បានម៉ូតូដល់ទៅពេលចង់បានម៉ូតូហើយចង់បានឡានណាចង់បានឥតឈប់ឈរឥតដែនកំណត់នឹងឯងសេចក្តីប្រាថ្នារបស់សត្វលោកប៉ុណ្ណាអញ្ចឹងនៅក្នុងនេះដែរព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គប្រកាសសម្ដែងអំពីព្រះបាទមន្ធាតោក្នុងកាលខាងដើមនៃផតកັບនេះមានព្រះបរមចក្រពត្តិរាជមួយព្រះអង្គប៉ុណ្ណាព្រះនាមមន្ធាតោមានមហិទ្ធិឫទ្ធិធំអស្ចារ្យសោយរាជក្នុងទ្វីបទាំង4មានមហាក្សត្រី 84,000 អង្គជាបរិវារមនុស្សក្នុងចំនួននោះមានអាយុកំណត់1អសង្ខ័យឆ្នាំឯព្រះបាទមន្ធាតោនោះមានឥទ្ធិពលសម្បើមអស្ចារ្យខ្លាំងណាស់បើគ្រាន់តែផ្ទះដៃវេលាណាមានភ្លៀងប៉ុន្តែមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកវេលានោះបើត្រង់នៅជាកុមាររត់លេងសប្បាយដោយលបែងប្រជាប្រិយដោយលបែងក្មេងលបែងក្មេងជាង 80,000 ឆ្នាំប៉ុណ្ណាដល់ប្រជជនគម្រប់ 84,000 ឆ្នាំណាព្រះរាជបិតាទ្រង់ព្រះរាជទានកិត្តិយសឲ្យធ្វើជាព្រះឧបរាជប៉ុណ្ណាឲ្យធ្វើជាព្រះឧបរាជធ្វើព្រះឧបរាជបាន 84,000 ឆ្នាំបានទទួលរាជាអភិសេកជាស្ដេចព្រះបរមចក្រពត្តិរាជណាសោយរាជបាន 84,000 ឆ្នាំទ្រង់មិនស្កប់ស្កល់ដោយសម្បត្តិណាដោយរាជសម្បត្តិបានត្រាស់សួរទៅមហាអាមាត្យថាណាទីដែលបរិបូរទៅដោយរាជសម្បត្តិវិសេសជាងនេះមានទៀតទេអាមាត្យណាមហាអាមាត្យទូលថាបបិទ្ធព្រះសម្មាទិទេពក្នុងមនុស្សលោកនេះពុំមានទេមានតែឋានចាតមហារាជការទើបបរិបូរទៅដោយណាសេចក្តីសុខប្រសើរជាងឋានមនុស្សព្រះបាទមន្ធាតោគ្រាន់តែជ្រាបហើយក៏កាន់ណា
ចតុរតក្រវីអណ្ដែតទៅលើអាកាសណាព្រមទាំងចតុរង្គសេនាណាទៅចុះក្នុងឋានចាតមហារាជការពពួកទេវតាក្នុងស្ថាននោះបានឃើញប្របាទមន្ធាតោហើយក៏នាំគ្នាកាន់ផ្កាភ្ញីផ្កាកម្រងចូលទៅបូជាថ្វាយរាជសម្បត្តិទឹកដល់ប្របាទមន្ធាតោគ្រានោះឯងញាតិញោមពុទ្ធបរិស័ទទាំងឡាយប្របាទមន្ធាតោគ្រាន់តែបានសោយរាជសម្បត្តិនៅស្ថានចាតមហារាជការនោះហើយបានចំនួន 84,000 ឆ្នាំមនុស្សបាទ 84,000 ឆ្នាំមនុស្សយូរណាស់ញាតិញោមណាយូរត្រង់មិនបានស្កប់ស្កល់ទៀតញាតិញោមក្នុងឋានចាតមហារាជការប៉ុណ្ណឹងហើយនៅមិនស្កប់ស្កល់ទៀតណាក្នុងរាជសម្បត្តិនោះមិនព្រមស្កប់ស្កល់ទើបត្រាស់សួរទៅស្ដេចណាចតុលោកតបាលទាំង4ថាទីណាដែលបរិបូរទៅដោយសេចក្តីសុខជាងនេះមានដែរឬទេណាស្ដេចចតុបាលទាំង4ក្រាបទូលថារាជសម្បត្តិក្នុងស្ថាននេះណាមិនវិសេសជាងស្ថានមនុស្សប៉ុន្មានទេព្រះអង្គមានតែរាជសម្បត្តិក្នុងឋានត្រៃត្រង់ទើបប្រសើរជាងនេះ100 គុណ100 ដង100 ទ្វេនៅព្រះបាទមន្ទាតោបានជ្រាបប្រហើយក៏បានចាប់ចតុរតក្រវីហោះទៅស្ថានត្រៃត្រង់ទៀតណាព្រះអន្តិរាជបានតូចឃើញព្រះបាទមន្ទាតោហើយក៏មានប្រតិសមនស្សរីករាយកាន់ផ្កាភ្ញីចូលទៅបូជារាជសម្បត្តិពាក់កណ្ដាលព្រះបាទមន្ទាតោបានសោយរាជសម្បត្តិពាក់កណ្ដាលនៅក្នុងឋានត្រៃត្រង់នោះហើយណានៅជាសុខសប្បាយខ្សែមខ្សាមអស់កាលជាយូរអង្វែងណាស់នៅក្នុងកាលនោះមានចំនួន36ណាដំណរព្រះអិនមានន័យថាប្របាទមន្ធាតោនឹងទៅសោយរាជសម្បត្តិនៅនោះ36ដំណរព្រះអិនណាញាតិញោមមិនតិចទេមិនតិចទេឯសេចក្តីប្រាថ្នារបស់ព្រះបាទមន្ធាតោនេះមិនចេះស្កប់ស្កល់មិនចេះពេញសោះឡើយញាតិញោមថាលោកសំដែងថាមិនចេះពេញសោះឡើយនៅតែខ្វះណាកន្លះជានិច្ចអត់ដែលពេញសោះបើអត់ដែលពេញសោះណាសំបីសោយរាជសម្បត្តិទៅជាយូរអង្វែងដល់ម្លោះហើយក៏ណាស្ដេចមន្ធាតោនឹងមិនស្កប់ស្កល់ណាមិនស្កប់ស្កល់ញាតិញោមមិនស្កប់ស្កល់ណាទៅត្រង់ព្រះចន្ទដាថាបើអញសម្លាប់ព្រះអិនធិរាជនេះចោលសោយរាជសម្បត្តិតែម្នាក់ឯងទើបល្មមសមនឹងបនស័ករបស់អញមើលទៅណាគ្រាន់តែគិតយ៉ាងដូចនេះការត្រុតត្រោមនៃសរីរៈក៏កើតឡើងប្រកបពុំអាចនៅលាយឡំជាមួយនឹងពពួកទេវតាបានស្រាប់តែឆត់តិមកណាស្ថិតនៅក្នុងអូសៀនរបស់ព្រះអង្គវិញគឺស្ថានមនុស្សនេះស្ថានមនុស្សដោយកាលមុនវិញគ្រាន់តែគិតប្រមាណប៉ុណ្ណឹងណាញោមណានាអូសៀនតបាលបានឃើញព្រះបាទមន្ធាតោចុះពីឋានសួគ៌មកណានៅក្នុងកណ្ដាលអូសៀនវិញហើយក៏ចូលទៅក្រាបទូលដល់ព្រះរាជាតកតងជាមួយនឹងត្រកូលបណ្ណាត្រកូលព្រះរាជាដែលជាធំក្នុងព្រះរាជត្រកូលបានជ្រាបដំណឹងនោះហើយមានសេចក្តីត្រេកអរណាស់ទ្រង់មមាយាងទៅអោឈៀនជាមួយនឹងស្ដេចទាំង 84,000 អង្គបានចាត់ចែងក្រាបរៀបចំរាជសេនាសេណៈដ៏ប្រសើរក្នុងអូសៀននោះព្រះបាទមន្ធាតោទ្រង់ឡើងផ្ទុំលើសរីរាជសម្បត្តិសេនាសនៈនោះហើយបានប្រកាសប្រាប់ដល់ព្រះរាជវង្សានុវង្សទាំងឡាយថាយើងលែងក្រោកចាក់អាសនៈនេះហើយអ្នកទាំងឡាយចូលចាំគ្រប់គ្នាថាសេចក្តីប្រាថ្នារបស់សត្វលោកធំទូលាយវែងឆ្ងាយឥតមានទីបំផុតទ្រង់មានព្រះបន្ទូលដូច្នេះហើយជាដើមហើយក៏ទ្រង់សោយទីបង្គត់ទៅបានទៅកើតនៅសុគតិភពបើណាបានទៅកើតក្នុងសុគតិភពតាមសំគួរ
មិនតាមសំគួរសេចក្តីប្រាថ្នារបស់ប្របាទមន្ធាតោនឹងទេនៅក្នុងអត្ថកថាលោកសម្ដែងថាសំគួរទៅតាមបញ្ញកម្មរបស់ព្រះអង្គសាងបាទសាងឯបញ្ញកម្មរបស់ព្រះបាទមន្ធាតោដែលមានឥទ្ធិពលធំអស្ចារ្យក្រំតែទះដៃមានភ្លៀង97ប្រការធ្លាក់ចុះពីអាកាសនិងមានប្រជញ្ញវែងហើយបានសោយរាជសម្បត្តិទឹកណាឋានមនុស្សផងឋានចាតមហាផងបានសោយរាជសម្បត្តិនៅឋានតាវតឹងផងណានោះគឺការព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធព្រះនាមវិបស្សីណារាប់ពីផតកັບនេះទៅក្រោយវិញណាញោមរាប់ពីផតកັບនឹងទៅក្រោយវិញចំនួន91ផតកັບកាលនោះព្រះបាទមន្ធាតោបានកើតជាបរោះកំសត់ម្នាក់នៅក្នុងក្រុងណាពន្ធុមតីជាអ្នកណារស៊ីឈ្នួលណាប៉ះសំលៀកបំពាក់អ្នកស្រុកអ្នកស្រែចំការចឹងទៅណាចាស់ដែលដាច់លហើយចឹងទៅអ្នកស្រុកហ្នឹងគឺតែងតែរកគាត់ហ្នឹងមកប៉ះមកដេអីចឹងទៅថ្ងៃមួយពួកពុទ្ធបរិស័ទបានរៀបចំចាត់ចែងថ្វាយមហាទានដល់ព្រះសង្ឃមានប្រពុតជាប្រធានឯបរោះកំសត់នោះបានដឹងថាគេរៀបចំចាត់ចែងណានឹងថ្វាយមហាទានដូច្នេះហើយក៏នឹកសង្វេគចំពោះខ្លួនឯងថាអូណអាត្មាអញជាមនុស្សសេសសល់ថោកទាបជាទីបំផុតពុំបានចាត់ចែងមហាទាននឹងគេសោះពីព្រោះជាអ្នកទីតល់ក្រពេលនេះបើអញមិនឆ្លៀតធ្វើទានទេពុំដឹងណាជាជាតិណានឹងបានរួចផុតអំពីសេចក្តីទុក្ខលំបាកគិតឃើញដូច្នេះហើយញោមសទ្ធាក៏កើតឡើងមមនៅក្នុងខណ្ឌសន្តានចំពោះណាគុណរបស់ព្រះសម្មាសម្ពុទ្ធពេលនោះខំជួសណាប៉ះជួសសំលៀកបំពាក់អីគេសពគ្រប់បែបប្រការខំណាជួសប៉ះជួសណាសម្ពុតឲ្យបុគ្គលម្នាក់ណាបានលុយណានៅក្នុងព្រះអត្ថកថាបានណាបានមាសណាបានមាសហ្នឹងដឹងថាពេលថ្វាយមហាទានចិត្តមកដល់ហើយមនីទៅផ្សារទិញបានក្របសណ្ដែកណាស្ងោមួយកំបកបើនៅក្នុងអត្ថកថាលោកសេកំបងណាកំបកផងឯកំបងរបស់យើងហ្នឹងណាញោមមកកំបងនឹងទៅវាមិនមែនបានមកកំប៉ុងអីទេមកញោមដឹងហ្នឹងកំបងបន្តិចទៅបានប៉ុណ្ណាប៉ុណ្្នឹងហ៎បើយកទៅដាក់បាតដល់ពេលទៅដល់រោងមហាទានពុំមានឱកាសនឹងបានចូលទៅដាក់បាតឡើយព្រោះខ្លួនជាអ្នកទីតល់ក្រថោកទាពួកមហាជនណាមិនបើកឱកាសឲ្យខ្លួនចូលទេទើបគិតថាអញណាអស់បានចូលទៅចិត្តនឹងព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃហើយបើដូច្នេះអញគួរបោះក្របសណ្ដែកសម្ដៅទៅត្រង់បាតព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃចោះណាបើបានចូលទៅក្នុងបាតតែមួយគ្រាប់ក៏គង់តែបានផលដែរណាបរោះកំសត់ក៏ចាប់គ្រាប់សម្ដែកស្ងោនោះណាបោះទៅលើដោយអំណាចនៃឫទ្ធានុភាពបនរបស់ព្រះដ៏មានប្រភិក្ខគ្រាប់សណ្ដែកក៏អណ្ដែតចូលធ្លាក់ចុះក្នុងបាតណាជាលំដាប់តាំងពីបាតព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដរាបដល់បាតភិក្ខុសង្ឃឥតមានណាជ្រុះណាទៅទីដតីឬក៏ជ្រុះដល់ដីមួយគ្រាប់ឡើយបរោះកំសត់ឃើញហេតុអស្ចារ្យដូច្នេះហើយក៏មានសេចក្តីជ្រះថ្លារឹតរឹងតែកើតឡើងយ៉ាងក្រៃលែងទើបតាំងសេចក្តីប្រាថ្នាថាដោយអំណាចនៃការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យបានជាធំជាងជនអ្នកដែលត្រូវការដោយកាមទាំងឡាយបើខ្ញុំលើកដៃទះឡើងវេលាណាសូមឲ្យមានភ្លៀង97ប្រការធ្លាក់ចុះពីលើអាកាសនៅវេលានោះផងចាស់បរោះកំសត់លុះអស់អាយុទៅបានទៅសោយសុខក្នុងទេវលោកនិងមនុស្សលោកអស់ការជាយូរអង្វែងលុះដល់មកខាងដើមនៃផតកັບនេះបានមកកើតជាបុត្ររបស់ព្រះបាទកល្យាណណារាជមាននាមបញ្ញត្តិថាព្រះបាទ
មន្ធាតោដែលអាត្មាបានលើកនឹងទៅក៏បានសោយរាជតាមលំដាប់តាមបែបតាមផែននឹងទៅដល់អំណាចនៃបុណ្យដែលព្រះអង្គបានសាងពីអតីតជាតិមកអញ្ចឹងទេញាតិញោមពុទ្ធបរិស័ទទាំងឡាយពុទ្ធបរិស័ទបានប្រគេនបាយប្រគេនទឹកណាប្រគេនបាយដាក់បាតប្រសង់មួយសព្រាមិនមែនតិចក្របទេដល់អំណាចនៃបុណ្យហ្នឹងណាសូមឲ្យញោមប្រាថ្នាទៅព្រះសម្មាសម្ពុទ្ធព្រះអង្គមិនឲ្យយើងប្រាថ្នាអីទៅណាច្រើនទេឲ្យយើងប្រាថ្នាថាធ្វើម៉េចរលាស់ផុតអំពីសេចក្តីទុក្ខលំបាកបានបើឲ្យបានសម្រេចនៅណាធัวជន់ខ្ពស់ឯណានិមួយចឹងទៅណាដល់អំណាចនៃបុណ្យហ្នឹងសូមឲ្យប្រកាសណាម្ចាស់ញោមញាតសម្រេចនៃពធជន់ខ្ពស់ដោយសេចក្តីបំណងពងប្រាថ្នាសូមអនុមោទនាសូមអនុមោទនាបុណ្យគ្រប់យ៉ាងប៉ុណ្ណាសូមអនុមោទនាណែចឹងទេក្នុងវេលាឱកាសពេលនេះអាភិបចូលរួមជាធម្មកថាបណ្ណាក៏សន្មតចប់ដោយសង្ខេបប៉ុណ្ណឹងឯងណាជួបគ្នាក្នុងវេលាក្រោយទៀតប៉ុណ្ណាសូមអនុមោទនា